គ្រូនឹងបង្ហាញអំពីវិធីក្នុងការប្រើប្រាស់ app គណិតវិទ្យាសម្រាប់ត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងបាទចឹងនៅក្នុងនេះបាទគ្រូមានកម្មវិធី app គណិតវិទ្យាដែលមានក្នុងនោះមានវប្បធម៌ទៅមានចំណេះដឹងគ្រូភាសាភាសាខ្មែរនិងភាសាអង់គ្លេសផងដែរបាទសម្រាប់ធ្វើតេស្តត្រៀមប្រឡងគ្រូដោយបងប្អូនអាចចូលសិក្សាបានតាម app គណិតវិទ្យានេះបាទស្រាប់ប្រយោជន៍បាទទី1បាទជួយរំលឹកបាទគណិតវិទ្យានិងពង្រឹងសមត្ថភាពនិងចំណេះដឹងគណិតវិទ្យាពីកម្រិតដំបូងសម្រាប់ត្រៀមប្រឡងគ្រូទី2អាចដឹងពីកម្រិតសមត្ថភាពបាទចំណេះដឹងបាទផ្នែកគណិតវិទ្យាដោយមានបន្ទុករាល់ពេល submit លំហាត់បាទទី3បាទមានចម្លើយស្រាប់បាទសម្រាប់ទៀងទាត់បាទទី4អាច save ជា PDF បានទុកសម្រាប់អានពេលក្រោយទី6បាទអាចជួយបងប្អូនខ្សោយគណិតវិទ្យាបាទមានសមត្ថភាពមធ្យមនិងខ្លាំងផ្នែកគណិតវិទ្យាទី7មានសារៈប្រយោជន៍ផ្សេងៗជាច្រើនទៀតបាទតម្លៃសិក្សាគឺ 50,000 រៀលបាទអាចរៀនបានរហូតបាទអញ្ចឹង free ឯកសារគឺឯកសារមានជាសៀវភៅបាទវិញ្ញាសាបាទត្រៀមប្រឡងគ្រូបាទជាង 2000 ក្បាលបាទសម្រាប់សិក្សាបាទទី2បាទ free វគ្គសិក្សាផ្ទាល់តាម Google Meet និង Zoom Telegram Live បាទមួយក្រុមមាន20ម៉ោងសិក្សាក្នុងមួយខែបាទចំនួនមួយខែដែលឥតថ្លៃបាទអញ្ចឹងបងប្អូនអាចទំនាក់ទំនងព័ត៌មានលម្អិតបាទតាម Telegram 012 57 94 99បាទចឹងនៅក្នុងនេះបាទគ្រូនឹងបង្ហាញអំពីបច្ចេកទេសមួយចំនួនក្នុងការដែលយើងអាចចូលទៅប្រើប្រាស់បានចឹងនៅក្នុង app ត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងនេះបាទគឺគ្រូមានវីដេអូណែនាំបាទនេះគឺជាវីដេអូណែនាំបាទបន្តទៅទៀតគឺយើងមានជាលំហាត់បាទចឹងលំហាត់ទាំងអស់ហ្នឹងគឺយើងអាចគូសធីកបានឧទាហរណ៍ថាយើងធីកលើនេះគឺខុសគឺបញ្ជាក់ថាពណ៌ប្រហោះហើយក៏មានចម្លើយស្រាប់ដែរចឹងនៅពេលដែលយើងមិនទាន់គូសធីកគឺអត់ទាន់មានចម្លើយទេបាទអញ្ចឹងនៅពេលដែលយើងកណនាគឺបងប្អូនត្រូវតែសរសេរกระดาษបាទគិតសិនបាទទើបយើងឆ្លើយតាមក្រោយតទៅទៀតយើងធីកទៀតមកបាទបើសិនជាត្រូវគឺពណ៌ខៀវហើយគឺក៏មានចម្លើយដែរបាទអញ្ចឹងផ្នែកទាំងអស់គឺដូចគ្នាទាំងអស់បាទអញ្ចឹងបើសិនជាត្រូវគឺពណ៌ខៀវអញ្ចឹងនៅក្នុងលំហាត់ទាំងអស់ហ្នឹងបាទគឺសិតតែមានថ្នាក់ពីបឋមរហូតដល់ថ្នាក់អនុវិទ្យាល័យហើយក៏ថ្នាក់វិទ្យាល័យដែរអញ្ចឹងក្នុងលំហាត់ទាំងអស់នេះគឺក្នុងការបង្កើតនៅលំហាត់ទាំងអស់នេះមានទាំងថ្នាក់ធម្មថ្នាក់អនុវិទ្យាល័យនិងថ្នាក់វិទ្យាល័យបាទសមស្របទៅនឹងការត្រៀមប្រឡងគ្រូកិច្ចព្រមព្រៀងបាទអញ្ចឹងសិតតែមានលំហាត់ទាំងអស់បាទអញ្ចឹងបងប្អូនអាចចូលមកហើយយើងអាចដឹងថាតើពិន្ទុរបស់យើងបានប្រមាណបាទក្នុងការធ្វើលំហាត់ទាំងអស់នោះបាទអញ្ចឹងនៅក្នុងនេះសិតតែមានចម្លើយសម្រាប់ទៀងទាត់ទាំងអស់បាទឧទាហរណ៍ថា limit x ទៅ2 x បូក3ជាដើមអញ្ចឹងគឺស្មើនឹង5អញ្ចឹងពេលដែលយើងធីកថា5គឺត្រឹមត្រូវគឺពណ៌ខៀវណាអញ្ចឹងសិតតែមានចម្លើយទាំងអស់ទាំង derivate ដូចគ្នាដែរបាទគឺ 3x ការ៉េបាទអញ្ចឹងសិតតែមានចម្លើយទាំងអស់បាទអញ្ចឹងមានទាំង integral ដូចគ្នាដែរបាទអញ្ចឹងមានរហូតបាទអញ្ចឹងក៏មានផ្នែកនីមួយៗដែរគឺមានផ្នែកទី1បាទផ្នែកទី2ដើម្បីបងប្អូនយកទៅបង្ហាត់បន្ថែមដែរបាទអញ្ចឹងផ្នែកនីមួយៗគឺជាជំនួយបាទដ៏មានសារៈសំខាន់បាទសម្រាប់បងប្អូនយកទៅសិក្សាបន្ថែមណាបាទសិតតែមានលំហាត់ទាំងអស់ដែលបងប្អូនអាចយកទៅសិក្សាដែលសមស្របទៅនឹងការត្រៀមបាទប្រឡងទុកកិច្ចព្រមព្រៀងបាទអញ្ចឹងអរគុណច្រើនបងប្អូនបាទបងប្អូនដែលចង់សិក្សាស្រាវជ្រាវបន្ថែមអាចចូលមកសិក្សាបានហើយក៏មានភាសាអង់គ្លេសបាទភាសាខ្មែរបាទវប្បធម៌ទៅផងដែរបាទបងប្អូនអាចយកទៅពង្រឹងសមត្ថភាពចំណេះដឹងបានអញ្ចឹងមានតែវប្បធម៌ទៅផងដែរណាដែលបងប្អូនអាចយកទៅស្រាវជ្រាវបន្ថែមបានបាទអញ្ចឹងអរគុណច្រើនបងប្អូនបាទអញ្ចឹងបងប្អូនដែលចង់សិក្សាអាចចូលសិក្សាបានបាទហើយគ្រូនៅទទួលសិស្សចូលសិក្សាផងដែរបាទហើយមានទាំងគ្រូបឋមសិក្សាក្របខ័ណ្ឌក៏មានបាទគ្រូអនុគ្រូមត្តេយ្យក៏មានដែរបាទក៏មានគ្រូវិទ្យាល័យគណិតវិទ្យាដែរដែលបងប្អូនអាចចូលទៅប្រើប្រាស់ app ទាំងអស់នោះបានមួយវិញទៀតក៏មានគ្រូកិច្ចព្រមព្រៀងបាទអញ្ចឹងមានថាពេលដែលបងប្អូនសិក្សាវគ្គនេះគឺបានទាំងអស់មានថាគ្រូកិច្ចព្រមព្រៀងក៏បានគ្រូកិច្ចសន្យាគ្រូបឋមគ្រូមត្តេយ្យគ្រូនៅវិទ្យាល័យគណិតវិទ្យាក្របខ័ណ្ឌបាទនិងគ្រូវិទ្យាល័យក្របខ័ណ្ឌក៏អាចទទួលបានដែរអញ្ចឹងការសិក្សានេះគឺចំណាយថវិកាបាទតែ 50,000 រៀលទេគឺបងប្អូនបានគ្រប់បាទវិញ្ញាសាត្រៀមប្រឡងគ្រូទាំងអស់បាទអញ្ចឹងសូមអរគុណច្រើនបងប្អូនបាទសូមជម្រាបលាបងប្អូន